អ្នកដែលជួយដែរញ៉ាំប្រហិតនៅក្នុងខេត្តសៀមរាបពីច្រើនគឺដឹងតែស្គាល់ EP អ្នកដែលប្រពន្ធគាត់នឹងហ្មងដោយសារតែប្រហិតកន្លែងគាត់នឹងគឺមានទឹកជ្រលក់ច្រើនមុខខ្លាំងមែនតើហើយសំខាន់គឺសិតតែប្លែកៗតំណងទៀតខ្ញុំស្គាល់គាត់តាមរយៈខ្ញុំអស់ TikTok ឃើញដែរទេឃើញគេបង្ហោះពីទីតាំងថ្មីរបស់គាត់អញ្ចឹងណាព្រោះដោយសារតែគាត់មុនគាត់លក់នៅទីតាំងម្ដុំ ABA អញ្ចឹងណាគេដែលធ្លាប់តែទិញនៅកន្លែងទីតាំងមុនហើយឥឡូវដឹងថាទីតាំងថ្មីនៅណាអាចមើលវីដេអូខ្ញុំបានហើយប្រហិតក៏ដូចជារបស់របរដែលគាត់លក់ហ្នឹងគឺធូរថ្លៃមែនតើមួយចង្កាក់ 1000 1500 2000តាមតម្លៃអីអញ្ចឹងតែតម្លៃគឺយើងអាចទទួលយកបានហ្មងហើយសំខាន់រសជាតិគឺប្លែកបើនិយាយទៅណាគេដែលអាសាតែញ៉ាំកន្លែងគាត់ឬក៏ជាមួយរបស់គាត់អីហ្នឹងគឺដឹងពីរសជាតិហ្មងបើចាំខ្ញុំនិយាយទេរសជាតិរបៀបប្លែកចាបើនិយាយទៅកន្លែងគាត់មិនលក់តែប្រហិតទេគាត់មានជារបៀបកោះមាន់អញ្ចឹងហើយកោះមាន់មួយចង្កាក់តែ 1000 នេះណាហើយគាត់មានជាណែមគាត់មានជានំប៉័ងប្រហិតនិយាយទៅច្រើនមុខដែរតាសំខាន់ដល់ពេលទឹកជ្រលក់គាត់ច្រើនមុខពេករបៀបអត់ដឹងថាជ្រលក់មួយណាមុនណានិយាយរួមទៅប្រហិតកន្លែងគាត់នឹងទឹកសៀងប្លែកពីកន្លែងដែលខ្ញុំធ្លាប់ញ៉ាំពីមុនមកធ្លាប់តែយើងញ៉ាំទឹកសៀងម្ដងពណ៌ខ្មៅឬពណ៌ក្រហមអញ្ចឹងតែគាត់មានអារបៀបពណ៌ថ្លាមានអារបៀបអីមានខ្ទឹមមានអីអូច្រើនមុខបដ ாய் អញ្ចឹងណាគេទៅលេងខេត្តសៀមរាបអីមិនដឹងថាល្ងាចឡើងទៅញ៉ាំអីនៅណាសាក់ទៅញ៉ាំប្រហិតកន្លែងគាត់អីនេះធូរថ្លៃអស់ថោកសាមញ្ញរបៀបលក្ខណៈលក់តាមអាទិសធម្មតាណាប៉ុន្តែរសជាតិគឺឆ្ងាញ់ហើយសំខាន់ពីអ្នកដែលប្រពន្ធគាត់នឹងគឺរស់រាយហ្មងសួរយើងរហូតយើងមកពីណាមកពីភ្នំពេញថ្ងៃណាយើងត្រឡប់ទៅវិញពេលខ្លះអ្នកលក់បងប្អូនតើគ្នាបើសិនជាមានអាចចំណុចរស់រាយនៅក្នុងខ្លួនណាគឺលក់ដាច់ហ្មងរបៀបថាគេមកកន្លែងយើងហើយគឺគេចង់មកទៀតហ្មងហើយកន្លែងគាត់នោះខ្ញុំគិតថាដឹងតែមានម៉ួយច្រើនហ្មងដោយសារតែពេលដែលខ្ញុំទៅហ្នឹងគាត់ប្រកាត់ភ្លឹងអត់ទាន់ស្រួលបួលណាប៉ុន្តែភ្ញៀវសឹងតែពេញតុកបាត់ហើយសម្រាប់ទីតាំងរបស់គាត់គឺនៅម្ដុំយូមូតគឺនៅផ្លូវកែងហ្មង